បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមករៀនពីការប្រើប្រាស់នៅ Chat GPT ក្នុងការផលិតនៅ content AI បាទអញ្ចឹងតើ Chat GPT គេប្រើវាមានមុខងារអ្វីខ្លះក្នុងការជំនួយដល់ការផលិត content AI បាទអញ្ចឹងទូនាទីសំខាន់របស់វាទី1គឺការបង្កើត prompt បាទអញ្ចឹងសម្រាប់ Chat GPT គឺយើងអាចសរសេរ prompt ជាអក្សរខ្មែរបានដោយសារតែវាជាបច្ចេកវិទ្យាមួយដែលទំនើបបាទអាចយល់ពីភាសាខ្មែរយើងបានអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ឲ្យសរសេរ prompt ខ្ញុំសរសេរខ្មែរមកសូមសរសេរ prompt សម្រាប់បង្កើតវីដេអូពីសត្វ dinosaur កំពុងតែរត់នៅលើវាស្មៅអញ្ចឹងទៅបាទអញ្ចឹងខ្ញុំរៀបរាប់ជាអក្សរខ្មែរបាទសម្រាប់បង្កើតចេញជា prompt ដែលយើងអាចយកទៅធ្វើការ generate ជាវីដេអូបាទបាទអញ្ចឹងវានឹងធ្វើការសរសេរ prompt ទៅតាមអ្វីដែលយើងសរសេរហ្នឹងហើយបាទអញ្ចឹងយើងអាច copy យកវាទៅធ្វើការ generate ជាវីដេអូបាទឥឡូវខ្ញុំសាកតេស្តមើលនៅក្នុង Adobe Firefly បាទដើម្បី generate ជាវីដេអូmodel នេះខ្ញុំជ្រើសរើសយក VO3 3.1 fast ព្រោះវាអាចប្រើនៅទំហំ 1080p បាទអញ្ចឹងនៅកន្លែងនេះខ្ញុំយកផ្ដេកហើយកន្លែងនេះខ្ញុំយក8វិនាទីបាទកន្លែងនេះវាមាន frame ប៉ុន្តែឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ prompt តែម្ដងបាទរួចយើងចុច generate មកវានឹងធ្វើការ generate ជាវីដេអូហើយអូខេឥឡូវវាបានបង្កើតចេញជាវីដេអូហើយវាទៅតាម prompt ដែលយើងបានធ្វើនៅក្នុង Chat GPT បាទអញ្ចឹងឥឡូវយើងចាក់មើលមកបាទអញ្ចឹងនេះជាទូនាទីក្នុងការបង្កើត prompt ដែលយើងប្រើទូទៅនៅជាមួយនឹង Chat GPT បាទអញ្ចឹងឥឡូវយើងមើលពីមុខងារមួយទៀតដែលសំខាន់បំផុតដែលគេប្រើច្រើនជាងគេបាទសម្រាប់មុខងាររបស់ Chat GPT ដែលគេប្រើច្រើនជាងគេគឺ create image បាទអញ្ចឹងយើងចុចកន្លែង more នេះមកយើងចុចពាក្យថា image បាទអញ្ចឹងគឺខ្ញុំបង្កើតរូបភាពអីខ្ញុំបង្កើតតែជាមួយនឹង Chat GPT ទេដោយសារតែវាមានកម្រិត HD បានល្អហើយរូបភាពវាចេញមកគឺច្បាស់វាអត់ដាច់ដៃដាច់ជើងអីញ៉ៃច្រើនណាបាទនិយាយទៅកំហុសឆ្គងមកវាគឺមានតិចបាទអញ្ចឹងសម្រាប់ការបង្កើតនៅរូបភាពអ្នកគ្នាអាចវាយជាអក្សរខ្មែរដូចគ្នាបាទអញ្ចឹងវាងាយស្រួលមែនតើសម្រាប់យើងផលិតចេញជារូបភាពបាទអញ្ចឹងយើងសេជាខ្មែរហើយយើងចុច generate មកវានឹងបង្កើតរូបភាពឲ្យយើងហើយបាទអូខេយើងឃើញពីរូបភាពនេះទេវាមានកម្រិតច្បាស់ស្អាតបាទអញ្ចឹងគឺ Chat GPT ធ្វើរូបបានស្អាតជាង AI ផ្សេងអញ្ចឹងហើយបានទូនាទីសំខាន់របស់វាគឺបង្កើតរូបភាពសម្រាប់ Chat GPT បាទអញ្ចឹងមុខងារមួយទៀតដែលសំខាន់ដែរគឺការ swap មុខតួអង្គគឺធ្វើឲ្យតួអង្គហ្នឹងវាមានមុខដូចគ្នាគ្រប់ប្លង់នៃរូបភាពបាទដែលគេហៅថា consistent character អញ្ចឹងដើម្បី swap នៅមុខតួអង្គគឺយើងធ្វើការ upload បាទយើងចុចសញ្ញាបូកនេះមកយើងចុចពាក្យថា photo បន្ទាប់មកយើងរកមុខតួអង្គណាមួយដែលយើងចង់ swap បាទអញ្ចឹងយើង upload ចូលមកបាទបន្តមកទៀតអ្នកគ្នានេះឥឡូវខ្ញុំចង់ swap មុខតួអង្គម្នាក់ស្រីនេះបាទអញ្ចឹងខ្ញុំវាយ prompt ថ្មីឥឡូវខ្ញុំវាយ prompt ថ្មីឲ្យគាត់ធ្វើការដាក់ចំណីមាន់នៅមុខខ្ទមស្បូវមួយបាទអញ្ចឹងខ្ញុំសរសេរជាខ្មែររៀបរាប់តាមនឹងមកបាទបាទអញ្ចឹងអ្នកគ្នាចុចនៅកន្លែង create image នេះមកដើម្បីជ្រើសរើសនៅទំហំផ្ដេកប្រឈរអីបាទឥឡូវខ្ញុំយក 16.9 បាទបន្ទាប់មកខ្ញុំធ្វើការ generate អញ្ចឹងលទ្ធផលយើងចាំមើលទាំងអស់គ្នាតើប្លង់ថ្មីមុខតួអង្គហ្នឹងនៅរក្សាអត់បាទអញ្ចឹងគឺ Chat GPT មានទូនាទីមួយហ្នឹងគឺធ្វើបានល្អបាទគឺគេហៅថា consistent character គឺមុខតួអង្គគឺមានការដូរតិចតួចទេបាទវាមានការដូរដែរប៉ុន្តែវាផ្លាស់ប្ដូរតិចតួចទេអូខេនេះយើងឃើញទេមុខតួអង្គ
វាចេញជាប្លង់ថ្មីសកម្មភាពថ្មីបើដោយរក្សាមុខតួអង្គនៅដដែលណាបាទអញ្ចឹងអានេះវាជាទូនាទីក្នុងការ swap តួអង្គមុខតួអង្គបាទមួយទៀតគឺវាអាចធ្វើការ edit រូបភាពបានអញ្ចឹងឧទាហរណ៍ថាខ្ញុំចុចកន្លែងនេះបាទខ្ញុំចង់ edit សកម្មភាពផ្សេងឥឡូវខ្ញុំឲ្យគាត់ទៅដាក់ចំណីសត្វពពែវិញបាទអញ្ចឹងខ្ញុំសរសេរជាខ្មែរហើយខ្ញុំចុច generate មួយសារទៀតគឺវានឹងបដូរនៅសកម្មភាពថ្មីអញ្ចឹងអាទូនាទីក្នុងការធ្វើការ edit នេះវាសំខាន់នៅពេលដែលយើងតែងប្លង់ថ្មីអីយើងអាចធ្វើលើនឹងបាទអូខេយើងចុចមើលឃើញទេឥឡូវមកដាក់ចំណីសត្វជាមវិញហើយបាទឃើញទេបាទអញ្ចឹងអានេះវាជាការប្រើប្រាស់មុខងារ edit image បាទនៅរបស់ ChatGPT បាទអញ្ចឹងសម្រាប់ទូនាទីផ្សេងទៀតដែលសំខាន់ដែរជាពិសេសបងដែលចង់រៀនផ្នែក cloning គឺមុខងារមួយទៀតគឺការទាញព្រមចេញពីរូបភាពបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការ upload នៅរូបភាពមួយចូលទៅអូខេឥឡូវខ្ញុំupload រូបភាពមួយនេះបាទអញ្ចឹងរូបភាពនេះគឺជារូបភាពដែលខ្ញុំ swap មុខខ្ញុំចូលទៅបាទអូខេយើងឃើញទេបាទអញ្ចឹងឥឡូវខ្ញុំចង់ទាញព្រមលម្អិតពីរូបភាពហ្នឹងតើខ្ញុំធ្វើម៉េចបាទអញ្ចឹងយើងសរសេរជាខ្មែរមកសរសេរព្រមអំពីរូបភាពនេះយ៉ាងលម្អិតបាទយើងសេតែប៉ុណ្្នឹងមកយើងចុចបញ្ជូនទៅគឺវានឹងធ្វើការទាញយកព្រមពីរូបភាពនឹងទាំងអស់មកហើយបាទអញ្ចឹងអានេះវាជាមុខងារមួយសំខាន់ដែរសម្រាប់យើងត្រូវការព្រមចេញពីរូបភាពផ្សេងដែលយើងចង់បង្កើតជារូបភាពថ្មីបាទក្រៅពីយើងអាចទាញព្រមពីរូបភាពក៏យើងអាចទាញព្រមពីវីដេអូដែរអញ្ចឹងយើងគ្រាន់តែធ្វើការ upload នៅវីដេអូចូលមកបាទបន្ទាប់មកយើងសរសេរព្រមដូចគ្នាសរសេរព្រមអំពីវីដេអូនេះយ៉ាងលម្អិតអូខេអញ្ចឹងវាបានធ្វើការទាញយកព្រមចេញពីវីដេអូហ្នឹងហើយបាទអញ្ចឹងអានេះវាមុខងារនេះគឺវាល្អដែរសម្រាប់បងចង់ធ្វើការ clone វីដេអូគេផ្សេងចង់ដឹងថាតើវីដេអូគេសរសេរព្រមបែបម៉េចគឺយើងធ្វើបែបហ្នឹងណាបាទ